កម្ពុជាអាមេរិកមានសោតិថេនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីនៅវេលារសៀលថ្ងៃពុធទី18ខែកុម្ភៈឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានី Washington សហរដ្ឋអាមេរិកក្នុងឱកាសនៃជំនួបឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានជំរុញឲ្យទំនាក់ទំនងទ្វេភាគីអាមេរិកកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្មជាក់ស្ដែងពាណិជ្ជកម្មទ្វេភាគីអាមេរិកកម្ពុជាបន្តកើនឡើងប្រមាណជិត 29% ក្នុងឆ្នាំ2025បើធៀបនឹងទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ2024ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជាក៏កើនឡើងគួរឲ្យកត់សម្គាល់ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាការឆ្លើយតបសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងការចរចានិងឈានដល់សម្រេចបាននៅកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ 19% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាមេរិកឆ្លៀតក្នុងឱកាសនេះដែរសម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឲ្យមានបទឈប់បាញ់កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ក៏ដូចជាសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃសម្ដេចបវរធិបតីនិងឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសោតិថេនិយមថាក្រោមការដឹកនាំប្រឹងប្រែងរវាងប្រទេសទាំងពីរទំនាក់ទំនងកម្ពុជាអាមេរិកនឹងកាន់តែប្រសើរឡើងជាពិសេសជំរុញឲ្យមានកំណើនពាណិជ្ជកម្មទ្វេភាគីនិងកំណើនការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជាសម្ដេចបវរធិបតីបានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថាកម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នៅការបំពេញនីតិវិធីនានាសម្ដៅជំរុញការអនុវត្តពេញលេញនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរសម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរមុននឹងបញ្ចប់សម្ដេចបវរធិបតីនិងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នាផងដែរអំពីវិស័យសក្តានុពលនានាដែលប្រទេសទាំងពីរអាចនឹងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងដំណោះស្រាយលើបញ្ហាសេសសល់ដែលត្រូវរួមគ្នាដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យរំហូរពាណិជ្ជកម្មទ្វេភាគីនិងការធ្វើវិនិយោគរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត